ចាជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នានឹងឯងបងប្អូនវីដេអូនេះនឹងខ្ញុំចេញមកថ្ងៃហ្នឹងគឺមានសារផ្ដាំផ្ញើខ្លះទៅកាន់បងប្អូនដែលគាត់មានបំណងចង់បើកអាជីវកម្មកាហ្វេអញ្ចឹងណាបងព្រោះមួយរយៈនេះខ្ញុំសង្កេតឃើញថាមានការឃោសនាតាក់ទងជាមួយនឹងការលក់ជាសម្ភារៈឬក៏លក់គ្រឿងផ្សំឬក៏លក់ម៉ាស៊ីនកាហ្វេម៉ាស៊ីនអីជាឈុតជាអីអញ្ចឹងណាបងហើយតម្លៃមួយក៏វាមិនថោកដែរវាថ្លៃកាន់តែល្អវាកាន់តែថ្លៃហើយសម្រាប់ការឃោសនារបស់គាត់គឺនេះខ្ញុំនិយាយកុំឲ្យប៉ះពាល់ទៅខាងណាដូចគ្នាដែរណាបងនិយាយទៅពេលដែលខ្ញុំទៅដើរជ្រែមើលឬក៏ដើរទិញម៉ាស៊ីនកាហ្វេពីដំបូងគឺថាពេលចូលទៅដល់ខាង sale អីហ្នឹងតែនិយាយមកគឺស្រួលខ្លាំងហ្មងបងប្អូនយើងគ្រាន់តែសម័យតាមគាត់គឺយើងគាត់ថារបរកាហ្វេហ្នឹងគឺជារបរដែលចាក់ទឹកយកលុយហ្មងគឺវាស្រួលហ្មងដូចជាមនុស្សទូទៅតែគាត់តែនិយាយក្នុងកំណត់ថារបរដែលយើងលក់កាហ្វេហ្នឹងគឺជារបរដែលចាក់ទឹកយកលុយតែតាមកាពិតវាមិនដូចអ្វីដែលពួកគាត់គិតទេបងសាកបងប្អូនសាកចូលមកក្នុងវិស័យកាហ្វេឬក៏ចាមិនចេះតែនិយាយចិត្តថាទេណាបងប្អូនមកបងប្អូនមិនជឿនាងខ្ញុំបងប្អូនគួរតែអាចកាត់ឲ្យនឹងយកទៅពិចារណាមើលដូចគ្នាផងដែរបើសិនជាបងប្អូនចង់ដឹងកាន់តែច្បាស់បងប្អូនអាចចូលទៅក្នុងវិស័យកាហ្វេបងប្អូនកុំតាន់អាចចាប់ផ្ដើមលក់ហ្មងក៏បានដែរបងប្អូនធ្វើការឲ្យគេសិនឬក៏បងប្អូនធ្វើការស្រាវជ្រាវតាក់ទងជាមួយនឹងទីផ្សារតម្លៃអីផ្សេងឲ្យច្បាស់លាស់អស់សិនចាំបងប្អូនធ្វើការសម្រេចចិត្តថាតើបងប្អូនគួរបើកឬក៏មិនគួរបើកព្រោះថាបើតាមការឃោសនារបស់អ្នកលក់គឺថាការកត់គឺមិនដូចការប៉ັດទេបងដល់ពេលយើងចូលចាក់ស្ដែងទៅមិនដឹងថាវាបែបណាចានេះសម្រាប់នាងខ្ញុំតបងប្អូនគ្រាន់ថានាងខ្ញុំចង់ចែករំលែកសម្រាប់បងប្អូនដែលមានបំណងចង់បើករ៉ូស៊ីកាហ្វេអីចឹងដូចនាងខ្ញុំចឹងទៅបងប្អូនគួរតែគិតឲ្យបានច្បាស់លាស់សិនព្រោះថាបើសិនជាគេអ្នកមានអ្នកចាំគ្រប់គងមានឪពុកម្ដាយអ្នកមានចាំតាផ្ដល់ការលើកទឹកចិត្តរហូតដល់អីបងប្អូនខាតប្រហែលក៏គេនៅមានអ្នកគាំទ្រមានចាំមានអ្នកជួយរហូតដែរប៉ុន្តែសម្រាប់ដូចពួកខ្ញុំពួកខ្ញុំត្រូវសំលុយខ្លួនឯងដើម្បីមកបើកអាជីវកម្មមួយអញ្ចឹងយើងត្រូវក៏អត់លុយរកមកប្រវាក់ណាបងអើយយើងខំប្រឹងធ្វើការឲ្យគេសំលុយមកទៅបាន100 200 1000 2000ដុល្លារហើយតែបើសិនជាយើងយកមកបើកខុសគោលដៅឬក៏បើកទៅវាអត់ច្បាស់លាស់ជាក់ស្ដែងដោយអីដែលគេនិយាយបងប្អូនពេលអញ្ចឹងទៅខ្ញុំស្ដាយលុយបងប្អូនអើយចឹងមិនចេះតែចង់ធ្វើជាវីដេអូចែករំលែកដល់បងប្អូនទាំងអស់គ្នាដែរបងប្អូនដែលមានបំណងចង់ចាប់ផ្ដើមរបរមួយនេះអញ្ចឹងណាបងប្អូនចាហើយមិនខ្ញុំចេះតែនិយាយនេះដោយសារតែខ្ញុំលក់អត់សូវដាច់ឬក៏ដោយសារតែបងប្អូនអាចនឹងគិតថាគុណភាពខ្ញុំធ្វើអត់ល្អឬក៏មិនអីមិនអញ្ចឹងបានខ្ញុំលក់អត់សូវដាច់អញ្ចឹងណាអត់ទេបងប្អូនជាក់ស្ដែងពីដំបូងគឺខ្ញុំលក់ដាច់ខ្លាំងមែនតើរត់ទៅពេលបាយបានទេតែដល់ពេលប្រហែលមួយឆ្នាំជាងចុងក្រោយនេះគឺសេដ្ឋកិច្ចមានការប្រែប្រួលខ្លាំងគឺថាការលក់ក៏ធ្លាក់ចុះខ្លាំងដែរបងអើយសម័យកាលឥឡូវបើសិនជាបងប្អូនដែលមានការងារថិតថេរមួយគួរតែព្យាយាមថែរក្សាការងារបងប្អូនឲ្យបានជាអង្វែងតទៅមុខទៀតចឹងណាព្រោះសិនជាយើងប្រឡូកក្នុងវិស័យរកស៊ីឥឡូវក៏វាពិបាកខ្លាំងដែរពិបាកក្នុងការរកចំណូលម្នាក់កាត់បន្ថយការចំណាយខ្លាំងឥឡូវហ្នឹងហើយរបស់ស្អីក៏ឡើងថ្លៃដែរហើយសម្រាប់ទឹកចិត្តជាអ្នកលក់បងប្អូននៅពេលដែលទោះជាវ៉ាន់ឡើងថ្លៃកម្រិតណាក៏អត់សូវហ៊ានឡើងថ្លៃទៅកាន់អតិថិជនដែរពេលខ្លះសុខចិត្តលក់តង់ខ្លួនឯងលក់ចំណេញតិចបំផុតពេលខ្លះក៏ត្រឹមរួចខ្លួនក៏ខាត់តិចតួចក៏សុខចិត្តទ្រាំលក់ដែរព្រោះអីដោយសារតែនឹកឃើញថាបងប្អូនយើងគាត់ពិបាកក្នុងការរកលុយដែរអញ្ចឹងចង់លក់ថ្លៃពេកក៏អត់ហ៊ានលើសលប់ទៅលើអ្វីដែលខ្លួនឯងកំពុងតែធ្វើនឹងដែរគាត់វិញឆ្ងាយណាបងប្អូននៅមិនស្រួលទេហើយបើឡើងថ្លៃវិញមកតាសម្រាប់ចិត្តថាឡើងថ្លៃ500 1000ហ្នឹងបងប្អូនអើយគាត់លងចង់បែកខុសក្បាលហើយពជាពេលឡើងរាប់សិបខែហើយតែមកតែដាច់ចិត្តប្រាប់ពេលខ្លះភ្ញៀវគាត់យល់អត់អីតែពេលភ្ញៀវខ្លះទៀតគាត់យល់បងប្អូនយើងឡើងតែ500ហើយក៏1000ហ្នឹងគាត់ឈប់មកទិញយើងហ្មងតាំងពីមុនគាត់ធ្លាប់ញ៉ាំយើងរាល់ថ្ងៃអញ្ចឹងណាហើយពួកខ្ញុំក៏ដែរអន់ចិត្តក៏ដែរខឹងទៅកាន់ពួកគាត់ទាំងអស់គ្នាដែរដោយសារតែខ្ញុំក៏យល់ដូចគ្នាដែរហើយបើពួកគាត់យល់ក៏មិនអីបើពួកគាត់មិនយល់ក៏ខ្ញុំអត់ខឹងដែរបងប្អូនហើយធ្វើម៉េចភ្ញៀវគេមានជំរឿនអញ្ចឹងណាគេមានជំរឿនបងប្អូនភ្ញៀវពួកគាត់មានជំរឿនន័យថាលុយនៅក្នុងកប៉ាល់ពួកគាត់ចង់ទិញណាកន្លែងណាពេលណាក៏ជាសិទ្ធិរបស់គាត់ដែរអញ្ចឹងយើងពេលដែលយើងឡើងថ្លៃក៏យើងអត់មានសិទ្ធិត្រូវគាត់អត់ទិញខឹងគាត់អីយកមានសិទ្ធិទេគឺតាម
បេះដូងរបស់គាត់ដូចគ្នាដែរតែមកគាត់យល់ក៏យើងសប្បាយចិត្តខ្លាំងដែរអញ្ចឹងណានឹងហើយយើងកុំធ្វើតាមគេបងប្អូនទៅទងរបស់ស៊ីមួយនេះឃើញគេលក់ដាច់ចាក់ទឹកយកលុយចាក់ទឹកយកលុយពេលខ្លះវានិស័យឬក៏ប្រេងវាស្នាវាខុសគ្នាដែរបងហើយមួយទៀតបងប្អូនខ្ញុំសនំពរទៅដល់អ្នករកស៊ីដូចគ្នាអ្នកលក់ដូរដូចគ្នាសូមបងប្អូនកុំធ្វើការដំឡើងថ្លៃឬក៏តម្លាក់ថ្លៃខ្លាំងពេកបងប្អូនយើងទុកល្វចែកគ្នារស់ចែកគ្នារស់ស៊ីផងបងកុំព្យាយាមចាក់កគ្នាឬក៏កាច់កង់គ្នាអញ្ចឹងណាបងប្អូនយើងលក់តម្លៃធម្មតាដូចគ្នាឯងទៅបើភ្ញៀវគាត់ទិញខាងណាបានគាត់ក៏ទិញខាងហ្នឹងទៅហើយបងប្អូនរឿងដែលពិបាកមួយទៀតគឺពិបាកត្រង់ថាភ្ញៀវនិយាយទៅគាត់អត់សូវគិតពីសុខភាពរបស់គាត់ទេតាមដែលខ្ញុំលក់ទូទៅខ្ញុំដឹងគាត់ព្យាយាមរករបស់ថោកគាត់ខ្វល់ពីគុណភាពទេតែពីរបស់យើងលក់លើគ្នា400 500 1000 1500អីចឹងគាត់អត់គិតទេណាបងប្អូនគាត់អត់គិតថាយើងយករបស់ល្អឬក៏របស់ថ្លៃមកលក់គុណភាពវាខុសគ្នាអញ្ចឹងគាត់បានគិតអញ្ចឹងឯងគាត់បានខំគិតថាឧទាហរណ៍ថាកាហ្វេទឹកដោះគោមួយចុះយើងលក់5000ហេតុអីមិនគេលក់3000ឬក៏4000អញ្ចឹងបងប្អូនអាចឆ្ងល់ដែរថាហេតុអីមិនគេលក់ថោកម៉ែអត់ដែរឆ្ងល់ទេថាគេយកគ្រឿងផ្សំមកពីណាថោកបែបមិនគេលក់អញ្ចឹងបានដូចពួកខ្ញុំលក់5000អញ្ចឹងពួកខ្ញុំក៏អត់ចំណេញអីណាដែរបងប្អូនអើយចំណេញ500ទៅ1000ហ្នឹងក្នុងមួយកែវហ្នឹងហើយបងប្អូនអត់ឲ្យពួកខ្ញុំចំណេញសោះតើពួកខ្ញុំបានលុយមកពីណាសម្រាប់គុតគង់ឆ្នាំងបាយរបស់ពួកខ្ញុំមកបងហើយក៏អរគុណខ្លាំងមែនតើសម្រាប់បងប្អូនដែលគាត់តែងតែយល់តែងតែគាត់នៅតែគ្រប់គ្រងខាងនាងខ្ញុំអញ្ចឹងណាបងប្អូនដល់ពេលបច្ចុប្បន្ននេះគឺនាងខ្ញុំបើកបានចំនួន3ឆ្នាំហើយបងប្អូនគាត់ថានេះជាសារផ្ដាំផ្ញើបន្តិចបន្តួចខ្លះអ្វីដែលខ្ញុំឆ្លងកាត់ណាបងប្អូនកុំឲ្យបងប្អូនអាចជួបនឹងរឿងមួយដែលអត់សមបំណងឬក៏ខកចិត្តនៅពេលដែលបងប្អូនបានប្រឡងចូលវិស័យនឹងហើយក៏ចាប់ផ្ដើមហើយអញ្ចឹងទៅព្រោះនៅសង្គមថ្ងៃនេះអ្នករកស៊ីមានច្រើនបងប្អូនហើយអ្នកដែលបែងជើងគ្នាក៏មានច្រើនឈ្នានីសគ្នាក៏មានច្រើនដែរពេលខ្លះដូចខ្ញុំអញ្ចឹងខ្ញុំនៅតែខ្ញុំអត់ទៅធ្វើអីគេទេខ្ញុំអត់បានទៅប៉ះពាល់ជាមួយអ្នកណាទេបងប្អូនខ្ញុំសុំតែមកសុកទេខ្ញុំសុំតែត្រឹមមករស់ហើយខ្ញុំលុបពីចំណេញបងប្អូនពួកខ្ញុំក៏អត់ច្បាច់ក៏ពួកខ្ញុំក៏អត់មានយកចំណេញអីណាបងប្អូននៅចំណេញតិចតួចបានធម្មតាចំកាពះខ្លួនឯងប្រចាំថ្ងៃហ្នឹងបើថាលក់ឲ្យសល់ទៅធ្វើជាអ្នកមានក៏វាមិនអាចទៅរួចទេបងប្អូនព្រោះលក់ក៏វាមិនសូវដាច់បានច្រើនអីណាអញ្ចឹងមកសំរុំហ្នឹងទៅអញ្ចឹងហើយបងប្អូនមុននឹងបងប្អូនចាប់ផ្ដើមបើកដូចខ្ញុំនិយាយប្រាប់បងប្អូនពីដើមមកអញ្ចឹងបងប្អូនត្រូវតែច្បាស់ឲ្យមែនតែក៏ច្បាស់ឲ្យខ្លាំងច្បាស់ឲ្យលើសគេនៅក្នុងមុខរបរមួយនេះទៅបងប្អូនមិនងាយដួលបងប្អូនហើយមួយទៀតបងប្អូនសម្រាប់ការទីតាំងបើសិនជាបងប្អូនមានទីតាំងជាក់ស្ដែងអត់បញ្ហាទេហ្នឹងបងប្អូនវាអត់សូវហានិភ័យទេគឺយើងលក់បានតិចតួចប៉ុណ្ណាក៏វាជាទាំងរបស់យើងអត់ត្រូវចំណាយអីច្រើនទេបងប្អូនតែបើសិនក្នុងបងប្អូនជួលកន្លែងគេជួលទីតាំងគេបងប្អូនចូលមើលទីតាំងឲ្យបានច្បាស់លាស់មែនតើបងប្អូនព្រោះទីតាំងនៅញាតិជិតខាងគឺវាសំខាន់ខ្លាំងមែនតើដែរដូចសម្រាប់នាងខ្ញុំអញ្ចឹងនាងខ្ញុំអាចនិយាយបានថាខ្ញុំធ្វើអីបែបស្លន់ណាបងប្អូនសូម្បីតែទីតាំងព្រោះនាងខ្ញុំអត់បានស៊ើបឲ្យច្បាស់លាស់ឬក៏ដឹងពីប្រភពនៅតំបន់ហ្នឹងគេរកស៊ីមិនអីមិនដែរអាហ្នឹងជាចំណុចខុសមួយរបស់ខ្ញុំដែរបងប្អូនខ្ញុំអត់បានសិក្សាទីតាំងច្បាស់លាស់អញ្ចឹងហើយដល់ពេលយើងចូលហើយយើងរៀបចំហើយអស់យើងចំណាយអស់ច្រើនដែរបងប្អូនដល់ពេលយើងរើម្ដងទៅនេះម្ដងទៅនោះមានណាយើងត្រូវខាតលុយលេខកឬក៏ខាត់លុយក្នុងការរៀបចំម្ដងទៀតអញ្ចឹងពីនាងខ្ញុំផ្ទាល់ហ្មងសូមសំណូមពរទៅបងប្អូនមើលទីតាំងឲ្យច្បាស់លាស់ដែរព្រោះអាការរើសញាតិចិត្តខាងហើយនឹងទីផ្សារហ្នឹងគឺវាសំខាន់ខ្លាំងណាស់បងព្រោះកន្លែងខ្លះគេរៀងបពុនិយមឬក៏ឃើញយើងថ្មីទៅគេអត់សូវចង់គ្រប់គ្រងយើងហ្មងបងពីទៅដូចខ្ញុំអញ្ចឹងនៅកន្លែងខ្ញុំគឺខ្ញុំបានភ្ញៀវមកពីចង្ងាយសុតហ្មងបងប្អូនអើយបងសម្រាប់ភ្ញៀវអ្នកចិត្តខាងនៅក្នុងភូមិនេះគឺថា100%បាន5%ចឹងបងនិយាយចឹងហ្មងហើយពេលខ្លះយើងមកយើងអត់ធ្វើអីគេក៏គេតាមផ្ដំទាតាមឈ្នានេះយើងតាមរករឿងយើងធ្វើអីតិចក៏គេចាំតែមើលចាំតែចាប់យើងខុសរហូតហ្មងបងពិបាកដល់ពេលមករស់នៅកន្លែងបែបយើងជិតខាងអត់សូវយល់គ្នាអញ្ចឹងវាមិនមែនទាំងអស់ទេប៉ុន្តែ
វាមានមួយចំនួនវាអាចថាពាក់កណ្ដាលអញ្ចឹងទៅតែយើងក៏មើលមិនដឹងចិត្តគេដែរអញ្ចឹងអានោះវាសំខាន់ខ្លាំងនេះត្រឹមការជួលផ្ទះហ្នឹងបងប្អូនបងប្អូនទិញផ្ទះនៅក៏ត្រូវទៅមើលជាងនឹងទៀតទៅកុំឲ្យខុសពីនឹងខ្ញុំឥឡូវនេះខ្ញុំក៏ចង់ធ្វើការផ្លាស់ប្ដូរទីតាំងដែរអញ្ចឹងណាបងប្អូនឃើញរូបភាពមួយនេះខ្ញុំឆុងឲ្យពីណាគេអត់គឺបេក្ខភាព Master Chef ណាបងប្អូនគឺកណិកាគាត់ជា Master Chef ដែលប្រឡងចូល season ឆ្នាំ2025នឹងដែរបងប្អូនហើយក៏អរគុណគាត់ដែរសម្រាប់ការគ្រប់គ្រងកន្លងមកគាត់តែងតែជួយគ្រប់គ្រងហាងរបស់ខ្ញុំនិយាយទៅបងប្អូនតាំងពីមុនពេលដែលគាត់ចូលប្រឡងនោះតែឥឡូវក៏គាត់ប្រឡងហើយអញ្ចឹងក៏គាត់នៅតែមកចូលរួមគ្រប់គ្រងខាងហាងរបស់ខ្ញុំដែរគាត់ភ្លេចគុណអរគុណដល់គាត់ផងដែរគាត់នៅតែបន្តគឺគាត់ល្បីគឺគាត់នៅជួយបន្តគ្រប់គ្រងរបស់យើងដែរចាអរគុណកនិកាមួយពិសេសមួយប្រចាំរបស់វងកាហ្វេដែលតែងតែគាត់ថតកន្លងមកក៏មកដល់ឥឡូវគាត់ល្បីគាត់នៅតែចូលចិត្តយើងនៅគាត់នៅពេញចិត្តនឹងរសជាតិកាហ្វេរបស់យើងអញ្ចឹងណាបងចាបងប្អូនវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបងប្អូនអរគុណច្រើនសម្រាប់ការទស្សនានិងការស្ដាប់ការចែករំលែករបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បងសូមឲ្យបងប្អូនទាំងអស់គ្នារកទទួលទាននឹងបានគ្រប់ក្រុមគ្រួសារណាបើអ្នកមានបំណងចង់បើកកាហ្វេសូមបងប្អូនដូចខ្ញុំនិយាយពីដើមមកអញ្ចឹងបងប្អូនធ្វើការសិក្សាស្រាវជ្រាវយល់ពីវិស័យហ្នឹងឲ្យច្បាស់សិនបងប្អូនចាំចូលប្រឡូកមិនថាតែវិស័យកាហ្វេទេបងប្អូនធ្វើអីក៏ដូចធ្វើអីដែរយើងត្រូវតែចេះច្បាស់និងមានចំណេះជំនាញបាត់ប្រកបសម្រាប់ខ្លួនឯងអញ្ចឹងណាដើម្បីឲ្យយើងឈរខ្លួននៅក្នុងទីតាំងនេះបានរយៈពេលយូរអង្វែងពួកថាលុយសម័យកាលឥឡូវគឺពិបាករកក្នុងបងប្អូនយើងសំមកទៅបានកាក់សេ100 200 1000 2000ដល់ពេលដែលយើងយកមកបើកខុសគោលដៅខុសអ្វីដែលយើងចង់បានគឺយើងស្ដាយបងចាសសូមបងប្អូនគិតគូរឲ្យបានច្បាស់លាស់មែនតើតទៅនឹងចំណុចមួយនេះផងដែរវាសំខាន់ខ្លាំងព្រោះតែយើងប្រហែលយើងមើលរំលងវាយើងតិចតួចហ្នឹងយើងនឹងខាត់បងធំធេងដូចគ្នាចឹងបើសិនជាយើងការពារបានមុនរៀបចំផែនការទុកមុនខ្ញុំគិតថាអ្វីដែលយើងជួបក៏វានឹងអាចមិនសូវមានហានិភ័យឬក៏ជួបផលអាក្រក់ច្រើនមករំខានដែរបងអរគុណម្ដងទៀតបងប្អូនជួបគ្នានៅវីដេអូបន្តទៀត